ok ទៅសិនអ្នកទាំងអស់គ្នាថ្ងៃមុនយើងបាន install Python ទាំងអស់គ្នាហើយអញ្ចឹងដើម្បីដឹងថាយើងបាន install Python នៅក្នុង version មួយណាយើងគ្រាន់តែចុចទៅលើ window on មកបន្ទាប់មកយើងវាយពាក្យ cmd អូខេបន្ទាប់មកយើងវាយពាក្យ Python dot version អូខេ enter មកអញ្ចឹងយើងបាន install Python នៅក្នុង version 3.14.0 អូខេអញ្ចឹងដើម្បីពេលដែលយើងតម្លើង Python រួចហើយយើងត្រូវតម្លើងកម្មវិធីមួយសម្រាប់សរសេរកូដអញ្ចឹងកម្មវិធីនោះមានឈ្មោះថា VS Code អញ្ចឹងដើម្បីចូលទៅ download កម្មវិធីនោះបានយើងចូលក្នុង Google Chrome យើងមកអូខេបន្ទាប់មកយើងវាយពាក្យ VS Code អូខេបន្ទាប់មកយើងចុចពាក្យ download អូខេអញ្ចឹងសម្រាប់អ្នកប្រើ Mac យើងអាច download Mac បានហើយនឹង Windows យើង download Windows មកបានអូខេអញ្ចឹងសម្រាប់ខ្ញុំ download Windowsអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាចាំមួយផ្លែទៅអូខេបន្ទាប់ពី download បានរួចហើយយើងចុចបើកវាមកនេះយើងបើកវាមកអូខេយើងបើកវាមកចុច2ដងដើម្បីបើកវាបន្ទាប់មកយើង accept agreement របស់វាទាំងអស់មកហើយចុច next ហើយចុច next បន្តទៀតនេះគឺជាទីតាំងដែលយើង set up របស់វាហើយយើងចុច next ទៀតអូខេយើង tick ទាំងអស់មកហើយយើងចង់បង្កើត icon នៅលើ desktop យើងអត់អញ្ចឹងសម្រាប់ខ្ញុំចុច tick មួយទៀតមកអូខេហើយចុចពាក្យ install មកអូខេឥឡូវនេះ VS Code របស់យើងត្រូវបាន install successfully ហើយយើងក៏ចុចពាក្យ finish ទៅអូខេអញ្ចឹងមុននឹងយើងចូលទៅដល់ការសរសេរកូដរបស់យើងត្រូវ download extension មួយដែលធ្វើការជាមួយនឹង Python អញ្ចឹង extension ហ្នឹងមានឈ្មោះថា Python អញ្ចឹងយើងចូលទៅក្នុងកន្លែង extension នេះមកបន្ទាប់មកយើង search ពាក្យ Python មកអូខេនេះ Python នេះយើងចុចពាក្យ install មកអូខេអញ្ចឹង extension របស់ Python យើងបាន install រួចហើយអញ្ចឹងយើងគ្រប់គ្រាន់ហើយសម្រាប់ការចាប់ផ្ដើមនៅការសរសេរកូដរបស់យើងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ